ជាដំបូងនាងខ្ញុំសូមគោរពជម្រាបសួរលោកគ្រូនិងសួស្តីទៅកាន់មិត្តរួមថ្នាក់ទាំងអស់គ្នានាងខ្ញុំឈ្មោះមានសាវៀនដែលមានលេខរៀងទី51មកពីថ្នាក់អ៊ំស្រីឆ្នាំទី3នៃដប៉ាតំងប្រវត្តិវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញតែថ្ងៃនេះគឺខ្ញុំឡើងមកនិយាយអំពីប្រាសាទរបស់ភ្នំជីសូរដែលក្នុងនោះគឺមានចំណុចសំខាន់ធំពីរដែលនិយាយអំពីទីតាំងភូមិសាស្ត្រហើយនិងប្រវត្តិនៃប្រាសាទភ្នំជីសូរនឹងដែលប្រាសាទនឹងគឺមានឈ្មោះថាប្រាសាទភ្នំជីសូរកសាងដោយព្រះបាទសូរ្យវរ្ម័នទី1និងព្រះបាទសូរ្យវរ្ម័នទី2ដែលកសាងនៅដើមសតវត្សទី11ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនាចូលមកដល់ចំណុចសំខាន់ដែលខ្ញុំបានលើកឡើងខាងលើដែលមានទីតាំងភូមិសាស្ត្រនឹងគឺវាមានទីតាំងស្ថិតនៅភូមិដកពឃុំរៀងស្រុកសំរងខេត្តតាកែវបើយើងធ្វើដំណើរតាមរថយន្តពីភ្នំពេញទៅច្រកភ្នំដិនច្រកព្រំដែនអន្តរជាតិកម្ពុជានិងវៀតណាមតាមផ្លូវជាតិលេខ2កាត់តាមក្រុងតាខ្មៅស្រុកកណ្ដាលស្ទឹងស្រុកបាទីនិងប្រាសាទនាងខ្មៅមានចម្ងាយ62គីឡូម៉ែត្រដោយប្រើរយៈពេលប្រហែល1ម៉ោងរួចបត់ស្ដាំចូលតាមផ្លូវលំមួយមានចម្ងាយ5គីឡូម៉ែត្រពីផ្លូវជាតិប៉ុន្តែបើយើងមកធ្វើដំណើរតាមទីរួមខេត្តមានចម្ងាយ27គីឡូម៉ែត្រហើយកម្ពស់ភ្នំជីសូរហ្នឹងគឺមានកម្ពស់រហូតដល់130ម៉ែត្រគេនិយមឡើងលើភ្នំជីសូរហ្នឹងគឺតាមជណ្ដើរថ្មខាងលិចដែលមានចំនួន390កាំហើយចុះតាមជណ្ដើរខាងត្បូងដែលមាន408កាំហើយនៅចំមុខប្រាសាទហ្នឹងមានខ្លោងទ្វារនិងជណ្ដើរមួយទៀតសាងសង់តាំងពីសម័យកសាងប្រាសាទដែលជាប់ទៅប្រាសាទសែននិងប្រាសាទភូវាំងនិងទន្លេអ៊ំដែលជាបឹងអតីតកាលដែលគេចាត់ទុកជាបឹងដ៏ពិសិដ្ឋសម្រាប់ធ្វើពិធីងូតទឹកលាងបាបតាមលទ្ធិព្រហ្មញ្ញសាសនាក្រៅពីនេះនៅមានប្រាសាទជាច្រើនទៀតដ៏ទូលាយបែរមុខទៅទិសខាងកើតនិងពីយ័តមានបណ្ដោយប្រវែង100ម៉ែត្រនិងទទឹង80ម៉ែត្រមួយផ្នែកធំនៃប្រាសាទភ្នំជីសូរគឺត្រូវបានខូចខាតនៅផ្នែកខាងត្បូងនៃប្រាសាទមានព្រះវិហារពុទ្ធសាសនាសង់ថ្មីមួយនៅខាងក្រោមមានសាលាហំសភាមួយខ្នងដែលមានកុដិព្រះសង្ឃនិងមានទីសក្ការៈតូចមួយទៀតហើយមានអាងទឹកចំណាស់មួយធ្វើអំពីបេតុងជាថ្នាក់ភ្នំជីសូរជារមណីយដ្ឋានទេសចរប្រវត្តិសាស្ត្ររបស់ខេត្តតាកែវមណ្ឌលនេះបាននឹងកំពុងឆ្លុះបញ្ចាំងនៅប្រាសាទបុរាណដែលមានគេតំណែងវប្បធម៌អរិយធម៌បេតនភណ្ឌជាតិខ្មែរគួបផ្សំនឹងទស្សនីយភាពធម្មជាតិនិងសមិទ្ធផលសង្គមផ្សេងទៀតក្នុងនោះមានជាអាចនិងវត្តភ្នំជីសូរក្រៅពីនេះគេឃើញមានរូងវិមានច័ន្ទស្ថិតនៅប្រមាណ150ម៉ែត្រមកពីទិសខាងត្បូងប្រាសាទភ្នំជីសូររូងធម្មជាតិនេះមានតាំងពីយូរយារណាស់មកហើយវាជាទីសម្ងាត់សម្រាប់ពួកសាមណៈព្រាហ្មណ៍តាំងសមាធិឬការធ្វើធុដងពីសម័យសង្គ្រាមក្នុងឆ្នាំ1970មានការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងបណ្ដាលឲ្យរូងនេះត្រូវបានបិទជិតដោយថ្មធំមិនអាចចេញចូលបានទៀតឡើយជាដំបូងនាងខ្ញុំសូមគោរពជម្រាបសួរលោកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់គ្នានាងខ្ញុំឈ្មោះសុភលីសាដែលមានលេខរៀងលេខ16ដែលមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញថ្ងៃនេះនាងខ្ញុំមកបកស្រាយនៅចំណុចសិលាចារឹកនិងប្លង់ប្រាសាទរបស់ភ្នំជីសូរបើយោងតាមពិភពសិលាចារឹកនានាយើងដឹងថាភ្នំជីសូរកាលពីបុរាណ
មានឈ្មោះហៅស្រដៀងគ្នាថាស្រីសៅពណ៌ស្រីសៅគិរីនិងស្រីសៅត្រីដែលមានន័យថាភ្នំនៃព្រះបាទស្រីសៅវរ្ម័នទេវៈទី1នៅប្រាសាទនេះអ្នកស្រាវជ្រាវឃើញសិលាចារឹក4ផ្ទាំងដែលមានចុះលេខបញ្ជីសារពើភ័ណ្ឌសិលាចារឹកខ្មែរ K31 K32 K33 និង K34 នៅក្នុងអត្ថបទនេះយើងជ្រើសរើសយកតែ K33 តែប៉ុណ្ណោះសិលាចារឹក K33 រក្សាទុកនៅសារមន្ទីរក្តីមេតីប្រទេសបារាំងអត្ថបទចាជាភាសាខ្មែរបុរាណការបដិឆេទ2គឺផ្នែកដំបូងចុះការបដិឆេទនៅមហាសករាជ93គ្រិស្តសករាជ1015និងនៅផ្នែកបន្ទាប់ចុះការបដិឆេទនៅមហាសករាជ939គ្រិស្តសករាជ1017សរុប36បន្ទាត់សិលាចារឹកនេះធ្លាប់មានការសិក្សារួចមកហើយដូចជាលោកហង្សដេសដែលបានសិក្សាសិលាចារឹក K33 និង K34 ចុះផ្សាយក្នុងសៀវភៅសិលាចារឹកនៃប្រទេសកម្ពុជាក្បាលទី3និងបានបោះពុម្ពឆ្នាំ1951សរសេរជាភាសាបារាំងក្នុងអត្ថបទផ្នែកទី1នៃសិលាចារឹក K33 ចុះការបដិឆេទនៅមហាសករាជ937គ្រិស្តសករាជ1015រៀបរាប់ពីទ្រព្យដែលម្ចាស់សិលាចារឹកនេះយកទៅជាវដីវាស់វែងព្រំប្រទល់ដីការសាងសង់អាស្រមគ្រឿងរណ្ដាប់បូជាសម្រាប់វេលាសង្ក្រាន្តនិងអ្នកបម្រើដែលឲ្យទៅតផ្នែកទី2ចេះការអាស្រមអត្ថបទផ្នែកទី2ចុះការបដិឆេទនៅមហាសករាជ939គ្រិស្តសករាជ1017រៀបរាប់អំពីព្រះរាជបន្ទូលព្រះមហាក្សត្រតាមរយៈព្រះអាល័ក្ខដល់ស្ដេងសិវាចារ្យភ្នោត្រមថាព្រះអង្គប្រទានដីយោគេនទ្រាល័យនិងយោគេនទ្របុរៈដែលលោកបានជ្រាវដីទាំងពីរកន្លែងនេះគឺជាដង្វាយចំពោះព្រះសាទគុំម្ដែងចកិតស្រីព្រឹទ្ធទ្វេសូហើយលោកបានទុកអ្នកបម្រើនៅកន្លែងទាំងពីរជាព្រះរាជធម៌បន្ទាប់មកគឺជាសំណូមមានតែគាត់ក្រុមគ្រួសារនិងសន្តានទេដែលអាចគ្រប់គ្រងអ្នកបម្រើទាំងនោះនិងបញ្ចប់ដោយការដាក់បណ្ដាសាដល់អ្នកបំផ្លាញនិងអ្នករក្សាអំពើបុណ្យរបស់គាត់ប្រាសាទភ្នំជីសូរជាប្រាសាទមួយដែលសាងសង់លើអមួយដែលបែរមុខទៅទិសខាងកើតប្រាសាទភ្នំជីសូរជាប្រាសាទភ្នំដែលមានថ្មសម្រាប់សាងសង់យើងឃើញថាថ្មភក់សម្រាប់ធ្វើផ្តែរហើយឈៀងសសរពេជ្រកូនក្រឡឹងនិងសសរផ្អោបជាដើមនៅក្នុងនោះដែរថ្មបាយក្រៀមគេនិយមប្រើសម្រាប់តែធ្វើជាថែវរបស់ប្រាសាទនិងគោវរៈជាដើមតួប្រាំងរបស់ប្រាសាទភ្នំជីសូរភាគច្រើនគឺធ្វើពីឥដ្ឋតួប្រាំងសរុបទាំងអស់8តួប៉មមានតួតូចៗចំនួន7ហើយនៅក្នុងតួប៉មទាំង7មាន2ជាបណ្ណាល័យហើយបណ្ណាល័យមានទីតាំងនៅអមនឹងតួប៉មធំរបស់ប្រាសាទគឺបណ្ណាល័យខាងជើងនិងបណ្ណាល័យខាងត្បូងបណ្ណាល័យទាំងពីរតែមុខទៅទិសខាងលិចមានទ្វារឆោតចំនួន3ដែរហើយឈៀងសសរពេជ្រសសរផ្អោបរបស់បណ្ណាល័យមានចំនួន2ទិសគឺទិសខាងលិចនិងទិសខាងកើតសម្រាប់តួប៉មកណ្ដាលគេបែងចែកជា2ដែលផ្នែកខាងក្រោយគឺជាគ្រឹះរបស់ផ្នែកប្រាសាទរីឯចំណែកផ្នែកខាងមុខដែលមានសន្តានតភ្ជាប់ពីខាងមុខដែលមានសន្តានតភ្ជាប់ពីខាងមុខនោះគេហៅថាគ្រឹះបណ្ឌុកទូទៅបណ្ឌុកនៅសម័យបុរាណគេបើកសម្រាប់ឲ្យព្រាហ្មណ៍ធ្វើពិធីសាសនាផ្សេងក្នុងនោះដែរយើងក៏ឃើញថាឡើងមួយដែលមានផលលើតួប្រាសាទផងដែរដែលគេបានបន្សល់ដល់សពថ្ងៃនេះផងដែរហើយ
សេវលឹងនៅក្នុងប្រាសាទភ្នំជីសូរទាំងអស់ហ្នឹងមាន3ដែលទីតាំងទី1ហ្នឹងខ្ញុំបានបកស្រាយនៅខាងលើផងដែរថាសេវលឹងហ្នឹងមានគោគ្រឹះនៅប្រាសាទហើយសេវលឹង2ទៀតហ្នឹងយើងតែមានជើងទម្រង់គោវរៈទី1ឈានខាងជើងប្រាសាទជីសូរតែប៉ុណ្ណោះប្រាសាទទាំងមូលព័ទ្ធជុំវិញដោយថែវហើយថែវមានលក្ខណៈខណ្ឌគ្នាគ្មានផ្លូវដើរចូលពីមួយចំហៀងទៅមួយចំហៀងបានទេថែវរបស់ប្រាសាទភ្នំជីសូរធ្វើឡើងពីថ្មបាយក្រៀមទាំងអស់ផងដែរប្រាសាទភ្នំជីសូរកសាងឡើងដោយបែរមុខទៅទិសខាងកើតមានគោវរៈចំនួន3នៅទិសខាងកើតនិងគោវរៈនៅទិសខាងលិចមានចំនួន1គោវរៈទី1មានទីតាំងជាប់នឹងរបស់ប្រាសាទគោវរៈទី2នៅកណ្ដាលនិងគោវរៈទី3នៅខាងមុខគេបង្អស់ផងដែរគោវរៈទី1មានច្រកចូលចំនួន3ច្រកហើយគោវរៈទាំងនោះសុទ្ធតែកសាងឡើងពីថ្មបាយក្រៀមលើកលែងតែហៅជាងផ្តែរសសរពេជ្រនិងសសរផ្អោបរីឯសម្រាប់គោវរៈទី2ដែលមានទីតាំងនៅកណ្ដាលគេធ្វើពីថ្មបាយក្រៀមហើយអ្នកស្រុកបានហៅគោវរៈទី2ថាជាប្រាសាទតែនថ្មល់គួរឲ្យសោកស្ដាយផងដែរគោវរៈនេះមានសភាពទ្រុឌទ្រោមខូចខាតប្រហែល 40% ទៅហើយរីឯសម្រាប់គោវរៈទី3ដែលមានទីតាំងនៅមុខគេបង្អស់បើគិតពីចម្ងាយពីប្រាសាទធំមកដល់គោវរៈទី3ប្រហែលជាង 1000 ម៉ែត្រហើយនិយមហៅថាគោវរៈទី3នៅប្រាសាទសែនរៀងសម្រាប់ស្ថានភាពរបស់គោវរៈទី3គឺមានសភាពនៅស្អាតល្អនៅឡើយទេក្នុងនោះផងដែរដែលមានទន្លេអ៊ំជាបារាយតំណាងឲ្យទន្លេកង្គាប្រើសម្រាប់ពិធីសេវលឹងដើម្បីធ្វើវិធីលាងបាបផងដែរនៅក្នុងនោះដែរទន្លេអ៊ំមានទំហំប្រមាណ380ម៉ែត្រគុណនឹង200ម៉ែត្រតាមទំហំទន្លេអ៊ំនិងសណ្ឋានដីនៅតំបន់នោះផងដែរទីនោះសម្បូរទៅដោយប្រភពទឹកនិងទន្លេអ៊ំនេះជីកឡើងក្នុងអត្ថន័យជាមិត្តភាពរូបតំណាងឲ្យមហាសមុទ្រច្រើនជាងការកសាងប្រព័ន្ធធារាសាស្ត្រសម្រាប់ប្រើប្រាស់ផងដែរជំរាបសួរលោកគ្រូនាងខ្ញុំមានឈ្មោះហៀមស៊ីណាដែលជានិស្សិតថ្នាក់អ៊ំ3មានលេខរៀងទី37ដែលនឹងមកនិយាយបង្ហាញអំពីរចនាបថប្រែនិងហៅឈៀងនៅប្រាសាទភ្នំជីសូរហៅឈៀងគឺជាគ្រឹះដ៏សំខាន់មួយសម្រាប់កំណត់អាយុកាលរបស់ប្រាសាទហើយដើម្បីឲ្យដឹងថាប្រាសាទទាំងនោះកសាងឡើងនៅក្នុងរចនាបថណាមួយនៅសតវត្សទីប៉ុន្មានយើងត្រូវសង្កេតទៅលើក្បាច់របស់ហៅឈៀងឬផ្តែរជាមុនសិនបើតាមការសង្កេតទៅលើហៅឈៀងនៅឯប្រាសាទភ្នំជីសូរដែលស្ថិតនៅក្នុងរចនាបថឃ្លាំងនាចុងសតវត្សទី10ដល់ដើមសតវត្សទី11ហៅឈៀងរបស់ប្រាសាទនៅក្នុងបរិវេណទាំងមូលភាគច្រើនគឺសុទ្ធតែមានលក្ខណៈស្រដៀងគ្នាជាក់ស្ដែងនាងខ្ញុំសូមលើកយកហៅឈៀងមួយមកបង្ហាញហៅឈៀងនោះមានទីតាំងស្ថិតនៅបណ្ណាល័យថាជើងទួលប៉មកណ្ដាលនៃប្រាសាទបើយើងក្រឡេកទៅលើក្បាច់របស់ហៅឈៀងយើងប្រកាសជាឃើញថាដងក្តារនេះដែលមានលក្ខណៈសំប៉ែតធំកោងចូលក្នុងនិងកោងចេញក្រៅពីលើចុះមកក្រោមនៃចុងក្តារនៅខាងចុងនៃដងក្តារនេះយើងឃើញថាមានលេចឡើងនៅសាច់មកខាំខ្ជិះនេះបែរមុខចេញក្រៅហើយនៅផ្នែកខាងក្នុងនៃដងក្តារនេះឃើញមានបង្កប់នៅក្បាច់ថ្នាំងអំពៅផងដែររីឯផ្នែកខាងលើនៃដងក្តារនេះមានរំលេចនៅក្បាច់រកាដែលប្រៀបបានទៅនឹងទ្រនុងរបស់សត្វនាគរីឯផ្ទៃរបស់ហៅឈៀងវិញយើងឃើញមានក្បាច់ត្របកឈូកទ្រស្លឹកឈើធំមាន3ជាន់ហើយនៅក្នុងក្បាច់ត្របកឈូកទ្រស្លឹកឈើក៏មានលេចឡើងនៅរូបទេពនៅចំកណ្ដាលអង្គុយលើព្រះកាលហើយនៅផ្នែកខាងក្រោមហៅឈៀងក៏ឃើញមានរូបធ្នឹមធំមួយមានលម្អនៅក្បាច់ត្របកឈូកមួយជួរផងដែរសូមគោរពជំរាបសួរលោកគ្រូក៏ដូចជាសួស្តីអ្នកទាំងអស់គ្នា
ខ្ញុំបាទឈ្មោះអជីវ័នដែលជានិស្សិតឆ្នាំទី3នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលមកពីដេប៉ាតឺម៉ង់ប្រព័ន្ធវិទ្យាថ្ងៃនេះខ្ញុំមានតួនាទីបកស្រាយអំពីប្រាសាទភ្នំជីសរដែលនិយាយអំពីហោជាងជាប្រភេទសាច់រឿងនិងរឿងព្រេងកថារបស់ប្រាសាទនិងចុងក្រោយគេគឺសេចក្តីសន្តានចុងបញ្ចប់នៃវីដេអូសម្រាប់ហោជាងជាប្រភេទសាច់រឿងនៃប្រាសាទភ្នំជីសរយើងក៏ឃើញមានហោជាងដែលនិយាយអំពីទេពនៅក្នុងសាសនាព្រហ្មញ្ញជាពិសេសគឺព្រះឥសូរឬក៏ព្រះសិវៈនេះឯងតួយ៉ាងយើងមានឃើញហោជាងមួយដែលមានទីតាំងស្ថិតនៅគោវរៈទី1បែរមុខទៅទិសខាងកើតនិងនៅច្រកចូលទី1ជាហោជាងដែលនិយាយអំពីព្រះសិវៈរួមឬយើងអាចហៅមួយទៀតថាសេវនាថមានន័យថាស្ដេចនៃរបាំដូច្នេះហើយទើបគេដាក់នាមឲ្យទ្រង់ថាជាទេពនៃរបាំបើតាមគម្ពីរនីតិសាស្ត្រនៅក្នុងសាសនាព្រហ្មញ្ញសម្រាប់ការរាំរបស់ព្រះសិវៈគឺយើងឃើញមាន2ទម្រង់តែទី1ហ្នឹងគឺជាការរាំដើម្បីថែរក្សាលោកនិងទី2ហ្នឹងគឺការរាំដើម្បីបំផ្លាញលោកបើយើងមើលទៅតាមកាយវិការនៃការរាំរបស់ទ្រង់ហ្នឹងយើងឃើញកាយវិការជើងរបស់ទ្រង់កន្ធែកហាក់សង្កត់ធ្ងន់ទៅលើជើងទាំងពីរដែលមានលក្ខណៈបន្ទាត់កាច់ចុងជើងទាំងពីរនឹងកន្ធែកចេញពីគ្នានិងដៃទាំងពីររបស់ទ្រង់នោះទំនងកាន់វត្ថុមួយយ៉ាងស្តៀងទៅនឹងសាឌីវបើយើងមើលទៅកាន់ផ្នែកខាងឆ្វេងនៃជើងរបស់ព្រះសិវៈនឹងយើងឃើញមានទេព2អង្គដែលកំពុងអង្គុយនៅក្បែរជើងដែលមានកាយវិការទំនងអង្គុយទះដៃអបអរនៃការរាំរបស់ទ្រង់តែទី1នោះប្រហែលជាព្រះវិស្ណុនិងទី2នឹងគឺជាព្រះព្រហ្មបើយើងមើលទៅតាមសភាពជាក់ស្ដែងដែលមានប្រភពមុខ4រីឯនៅខាងស្ដាំជើងរបស់ព្រះសិវៈវិញយើងក៏ឃើញមាននារីម្នាក់ដែលមានសភាពស្គមស្គាំងនិងមានដើមទ្រូងយាធ្លាក់ដែលនាងនោះមានឈ្មោះថានាងការីកាលមయ్យាដើម្បីឲ្យដឹងសាច់រឿងទាក់ទងទៅនឹងនាងការីកាលមయ్យានិងឲ្យស៊ីជម្រៅពីភាពស្គមស្គាំងរិញរៃនិងការចូលមកនៅចិត្តព្រះសិវៈនឹងខ្ញុំសូមសង្ខេបសាច់រឿងរបស់នាងការីកាលមయ్យាមានឈ្មោះដើមថាពុទ្ធបតីហើយនាងគឺជានារីដែលមានសម្រស់ស្រស់ស្អាតហើយនាងក៏ជាអ្នកគោរពបូជាព្រះឥសូរមានរូបផងដែរនាងបានរៀបការជាមួយនឹងបរិសដែលជាឈ្មោះជួនដូរម្នាក់ដែលមានទ្រព្យសម្បត្តិស្តុកស្ដំថ្ងៃមួយប្តីរបស់នាងបានយកផ្លែស្វាយចំនួន2ផ្លែយកមកឲ្យនាងសម្រាប់ធ្វើជាអាហារពេលថ្ងៃចៃដន្យថ្ងៃនោះក៏មានអ្នកគោរពបូជាព្រះឥសូរបានលេចឡើងដោយមានសភាពស្រីឃ្លាននាងក៏ឲ្យផ្លែស្វាយ1ផ្លែទៅឲ្យអ្នកដែលគោរពបូជានោះលុះដល់ប្តីនាងត្រឡប់មកផ្ទះវិញនាងក៏យកផ្លែស្វាយទៅបម្រើប្តីរបស់នាងពេលប្តីរបស់នាងបានបរិភោគផ្លែស្វាយនោះអស់ប្តីនាងក៏បានសំផ្លែស្វាយមួយទៀតតែពេលនោះនាងក៏មិនមានផ្លែស្វាយសម្រាប់ឲ្យប្តីនាងទៀតដែរដោយសារតែនាងបានដាក់ទានផ្លែស្វាយមួយផ្លែទៀតឲ្យទៅកាន់អ្នកគោរពបូជារបស់ព្រះឥសូរបាត់ទៅហើយរំពេចនោះនាងក៏បានអធិដ្ឋាននឹកគិតទៅដល់ព្រះឥសូរដើម្បីសំផ្លែស្វាយមួយផ្លែពេលដែលនាងអធិដ្ឋានចប់ផ្លែស្វាយក៏បានលេចឡើងនៅលើដៃរបស់នាងហើយនាងក៏បានយកទៅបម្រើប្តីរបស់នាងពេលដែលប្តីបានបរិភោគផ្លែស្វាយអស់ប្តីក៏បានសួរនាងថានាងបានផ្លែស្វាយដែលមានរសជាតិនេះមកពីណានាងក៏បានប្រាប់ប្តីទៅតាមដំណើររឿងដែលនាងបានអធិដ្ឋានសុំទៅដល់ព្រះឥសូរប៉ុន្តែប្តីរបស់នាងមិនជឿនាងក៏បានអធិដ្ឋានសុំព្រះឥសូរម្ដងទៀតនៅផ្លែស្វាយថ្មីមួយរំពេចនោះផ្លែស្វាយក៏បានធ្លាក់មកលើដៃនាងម្ដងទៀតហើយនាងក៏បានប្រគល់ផ្លែស្វាយនោះឲ្យទៅប្តីរបស់នាងពេលដែលផ្លែស្វាយទៅដល់ដៃប្តីរបស់នាងផ្លែស្វាយក៏ស្រាប់តែរលាយបាត់ដោយប្តីរបស់នាងបានឃើញហេតុដ៏អស្ចារ្យនេះប្តីនាងក៏គិតថានេះជាអំពើបាបដែលជាអំពើបាបដ៏ធំមួយដែលមិនអាចឲ្យគាត់រស់នៅជាមួយនាងបាន
ហើយប្តីនាងក៏បានចោះចោលនាងនឹងទៅរៀបការជាមួយប្រពន្ធថ្មីលុះនាងពុតនិវតីបានដឹងរឿងនាងក៏បានធ្វើដំណើរទៅតាមរកប្តីពេលដែលប្តីនាងបានដឹងដំណឹងថាប្រពន្ធដើរមករកខ្លួននាំប្រពន្ធចង់នឹងកូនទី2របស់ខ្លួនក្រាបទៅនឹងជើងរបស់នាងពុតនិវតីពេលនោះនាងពុតនិវតីបានយកសេចក្តីពីទឹកចិត្តប្តីនិងនាងក៏បានអសិទ្ធិឋានទៅដល់ព្រះសិវៈសមរូបរាងរបស់នាងដូចទៅនឹងអារក្សហើយរូបរាងរបស់នាងក៏បានបដូរជាមនុស្សចំណាស់ដែលមានស្បែកដណ្ដប់ឆ្អឹងដើមទ្រូងយាធ្លាក់ចាប់តាំងពីពេលនោះមកគេក៏ហៅនាងថានាងការីកាលមយាហើយនាងក៏បានធ្វើដំណើរទៅកាន់ភ្នំកៃលាសហើយនាងក៏មានអារម្មណ៍ថាការដាក់ជើងរបស់នាងទៅនឹងកន្លែងដ៏ពិសិដ្ឋនោះវាជាអំពើបាបនាងក៏បានយកដៃរបស់នាងធ្វើដំណើរជំនួសជើងវិញព្រះនាងបរមប្តីមានសេចក្តីភ្ញាក់ផ្អើលពេលដែលឃើញទម្រង់ដ៏ចម្លែកនិងការលះបង់ដ៏អស្ចារ្យរបស់នាងព្រះឥសូរក៏បានទទួលការស្វាគមន៍ដោយក្តីស្រឡាញ់និងបានប្រទានពរជ័យដល់នាងក៏បានក្រាបទៅនឹងជើងរបស់ទ្រង់រួចក៏សូមអធិដ្ឋានសូមកុំឲ្យនាងកើតទៅណាទៀតពេលដែលទ្រង់រួមសូមឲ្យខ្ញុំបាននៅក្បែរចុងជើងរបស់ទ្រង់និងច្រៀងសរសើរទ្រង់ហើយនេះជាបំណងតែមួយគត់របស់ខ្ញុំហើយព្រះសិវៈក៏បានប្រទានពរជ័យដល់នាងនិងឲ្យនាងបន្តដំណើរធ្វើជាសាក្សីនៃការរួមរបស់ទ្រង់នេះគឺជាហេតុផលដែលធ្វើឲ្យនាងផ្លាស់ប្ដូររូបនាងពីស្ត្រីម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាតដល់ប្រែទៅជាមនុស្សស្រីដែលមានដើមទ្រូងយាធ្លាក់ស្បែកគ្របឆ្អឹងហើយក៏ជារឿងដែលដឹងពីមូលហេតុដែលពេលដែលព្រះសិវៈរំតែងតែមាននាងនៅក្បែរព្រះសិវៈជានិច្ចសម្រាប់រឿងទេវកថាទី2នេះគឺឆ្លាក់នៅលើហោជាងដែលមានទីតាំងស្ថិតនៅគោវរៈទី1បែរមុខទៅទិសខាងលិចនៃច្រកចូលទី1ដូចទៅនឹងហោជាងមុនដែរនៅលើហោជាងនោះមាននិយាយអំពីព្រះសិវៈគង់នៅលើសត្វគោជាមួយនឹងនាងឧមាដែលគោនឹងគេហៅថាគោនន្តិហើយគោនន្តិនឹងគឺជាយានជំនិះរបស់ព្រះសិវៈផ្ទាល់សម្រាប់ហោជាងដែលឆ្លាក់អំពីទេពនឹងចុងក្រោយគឺជាហោជាងដែលនិយាយអំពីព្រះវិស្ណុនិងព្រះនាងលក្ស្មីគង់នៅលើសត្វនិអនន្តៈដែលព្រះនាងលក្ស្មីនឹងគឺជាស្ត្រីដែលតំណាងឲ្យភាពសុភណភាពនិងភោគសម្បត្តិនៅឋានទាំង3រីឯព្រះវិស្ណុវិញគឺជាទេពជួយសង្គ្រោះលោកនិងការពារលោកហើយយើងក៏មានរឿងព្រេងមួយដែលបាននិទានថាព្រះវិស្ណុបានផ្ទុំនៅលើនាគអនន្តៈនឹងមានក្បាលសេះដែលជាពេលចុងក្រោយនៃកបលពិភពលោកក៏បានប្រែក្លាយទៅជាមហាសមុទ្រហើយពេលនោះព្រះព្រហ្មក៏បានលេចចេញពីផ្ចិតរបស់ព្រះវិស្ណុទ្រដោយផ្កាឈូកដើម្បីដើរតួនាទីបង្កើតលោកថ្មីសម្រាប់ការបកស្រាយទាក់ទងទៅនឹងទេវកថានឹងគឺជាការបកស្រាយដោយផ្អែកទៅលើចម្លាក់នៅលើហោជាងរបស់ប្រាសាទភ្នំជីសូរផ្ទាល់សម្រាប់ផ្តែរនៅក្នុងប្រាសាទភ្នំជីសូរគឺស្ថិតនៅក្នុងរចនាបថឃ្លាំងនេះបើតាមការសង្កេតទៅលើដងធ្នូយើងនឹងឃើញថាវាស្ថិតនៅក្នុងសភាពកោងចុះមកផ្នែកខាងក្រោមរីឯផ្នែកកណ្ដាលវិញយើងឃើញថាមានសត្វប្រកាកំពុងតែខំដងធ្នូដែលធ្វើឲ្យដងធ្នូបែកចេញជាពីរចំពោះភិនភាគនៃសត្វប្រកាវិញគឺវាមានធ្មេញជួរខាងលើច្រើននិងមានអណ្ដាតលៀនចេញមកខាងក្រៅប៉ះនឹងផ្ទៃផ្តែរហើយនៅខាងលើសត្វប្រកាក៏ឃើញមានរូបទេពនៅចំកណ្ដាលរីឯផ្ទៃផ្តែរវិញយើងឃើញមានគេលម្អទៅដោយចម្លាក់រូបប្រភេទជាស្លឹកឈើដែលមើលទៅមានលក្ខណៈជាធម្មជាតិចំពោះក្បាច់នៅខាងក្រោមដងធ្នូវិញគឺជាក្បាច់ស្លឹកឈើដែលមានរាងជារង្វង់មូលហើយនៅចន្លោះស្លឹកឈើក៏ឃើញមានលេចនៅក្បាច់ថ្មីមួយទៀតគឺក្បាច់ខ្នែងស្លឹកឈើដែលជាក្បាច់ប្រើជំនួសក្បាច់រំយោលដែលយើងមើលទៅខុសពីក្បាច់មុនចំពោះផ្តែរនៅក្នុងរូបនេះក៏ដូចទៅនឹងផ្តែរមុនដែរដោយសារនៅចំណុចកណ្ដាលយើងឃើញមានរូបសត្វប្រកាមានធ្មេញលើច្រើននិងមានអណ្ដាតលៀនចេញមកក្រៅហ
ហើយក៏ឃើញមានលេចចេញនៅរូបករណ៍ពីសងខាងដងធ្នូនេះបើតាមការសង្កេតទៅយើងឃើញថាដងធ្នូនឹងមានរូបត្របកឈូកនៅចំកណ្ដាលសម្រាប់ខាន់វីដែលដូចទៅនឹងថ្នាំងអំពៅហើយនៅផ្ទៃខាងចុងយើងក៏ឃើញមានក្បាច់គប់ភ្លើងនិងក្បាច់ស្លឹកឈើដែលមានសភាពរស់រវើកជាងក្បាច់មុនដែលវាមើលទៅមានបែបជាធម្មជាតិដែលដូចទៅនឹងស្លឹកឈើពិតចំពោះស្លឹកឈើគឺឃើញថាគឺលេចមាននៅវត្តមានរហូតដោយសារតែវាជាចំណែកមួយនៅក្នុងរចនាបថឃ្លាំងព្រោះវាប្រៀបដូចទៅនឹងនិមិត្តរូបមួយសម្រាប់សម្គាល់រចនាបថឃ្លាំងហើយសម្រាប់ចំណុចសំខាន់បំផុតរបស់រចនាបថឃ្លាំងដែលយើងគួរតែចងចាំនោះគឺទៅលើរូបសត្វប្រការដែលមានធ្មេញច្រើនចេញមកក្រៅហើយអណ្ដាតលៀនចេញមកក្រៅជាប់ទៅនឹងផ្ទៃផ្ដែដែលវាមើលទៅគឺខុសពីរចនាបថបាពួនព្រោះនៅក្នុងរចនាបថបាពួនបើទោះបីជាមានអណ្ដាតលៀនចេញមកក្រៅដូចគ្នាក៏ពិតមែនប៉ុន្តែបើពេលមើលនៅផ្នែកខាងក្រោមរបស់សត្វប្រការគឺមិនឲ្យអណ្ដាតទៅប៉ះផ្ទៃខាងក្រោមនៃផ្ដែឡើយបើយើងធ្វើការក្រឡេកមកមើលរចនាបថផ្ដែមួយទៀតនៅផ្នែកទូប៉មកណ្ដាលនៃប្រាសាទភ្នំជីសូរយើងនឹងសង្កេតទៅឃើញថាមាននៅកម្រងមេឃឈើកោងនិងព័ទ្ធទៅខាងក្រៅនិងមានលម្អនៅក្បាច់គប់ភ្លើងនៅផ្នែកខាងលើហើយក៏មាននៅកម្រងមេឃឈើមានរំយោលទៅដោយក្បាច់ស្លឹកឈើកោងទៅលើព័ទ្ធជាទំពក់បើយើងក្រឡេកទៅមើលចំណុចកណ្ដាលវិញយើងឃើញថាមានរូបសំណាកព្រះអាទិទេពនៅចំផ្នែកកណ្ដាលនៃផ្ដែបើយើងក្រឡេកមកមើលចម្លាក់មួយទៀតដែលវាមិនមែនជាចម្លាក់ប្រភេទបែបកម្រងឬក្បាច់មេឃឈើឡើយដែលវាមានលក្ខណៈខុសប្លែកពីចម្លាក់ដទៃចម្លាក់នេះគឺជាប្រភេទចម្លាក់រឿងនិទានបុរាណដែលគេច្រើនហៅឈ្មោះថាចម្លាក់រឿងកូរសមុទ្រទឹកដោះហើយយើងឃើញហើយថានៅក្នុងរូបនេះក៏បានបង្ហាញអំពីក្រុមចំនួន2គឺមានក្រុមព្រះទេវៈនិងក្រុមអាសុរៈដែលក្រុមទាំងនេះបានប្រើពួកវ៉ាសុកីដែលរស់នៅក្នុងបាតសមុទ្រឲ្យមកធ្វើជាខ្សែសម្រាប់ពួកគេបានជាពួកគេប្រើពួកវ៉ាសុកីឲ្យមកធ្វើជាខ្សែព្រោះដោយសារតែពួកគេចង់បានទឹកអម្រឹតព្រោះពួកគេដឹងថាទឹកអម្រឹតអាចជួយឲ្យពួកគេមានជីវិតអមតៈបានហើយការដែលឃើញមានក្រុមពីរផ្សេងគ្នាមកជួយទាញគ្នាព្រោះដោយសារតែគ្រប់អ្នកដែលបានចូលរួមមកជួយទាញខ្សែវ៉ាសុកីគឺសុទ្ធតែទទួលបានទឹកអម្រឹតស្មើគ្នាសូមជម្រាបសួរលោកគ្រូក៏ដូចជាមិត្តភ័ក្តិទាំងអស់គ្នាខ្ញុំបាទសួយពិសាលដែលមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញថ្នាក់អឹមស្រីដែលនិយាយអំពីសសរពេជ្រនិងសសរផ្អោបរបស់ប្រាសាទភ្នំជីសូរសសរពេជ្រគឺជាផ្នែកស្ថាបត្យកម្មដ៏សំខាន់ក្នុងសិល្បៈខ្មែរដែលមានតួនាទីធ្វើឲ្យសោភ័ណភាពសសរកាន់តែស្រស់ស្អាតនិងជួយទ្រផ្ដែនិងហោជាងផងដែរហើយសសរពេជ្រក៏មានការពេញនិយមខ្លាំងផងដែរចំពោះសសរពេជ្រវិញគេនិយមសាងសង់អំពីថ្មភក់ពេលខ្លះគេសាងសង់អំពីថ្មបូកឥដ្ឋកំបោរជាដើមសសរពេជ្រមានរចនាបថខុសៗគ្នាទៅតាមសម័យកាលនិងរចនាបថចំពោះរចនាបថប្រាសាទភ្នំជីសូរនៅក្នុងរាជ្យព្រះបាទស្រីសុរិយវរ្ម័នទី1នៅសតវត្សទី11សសរពេជ្រនៃប្រាសាទភ្នំជីសូរស្ថិតក្នុងរចនាបថឃ្លាំងដែលមាននីតិសម្រាប់ទ្រផ្ដែកុំឲ្យធ្លាក់ដែលសសរពេជ្រប្រាសាទភ្នំជីសូរសសរនេះនៅដាច់ដោយឡែកពីសសរផ្អោបនិងជញ្ជាំងដែលសសរពេជ្រមានលក្ខណៈជាមួយភាគ8ឬ8ជ្រុងបើយើងក្រឡេកទៅមើលត្រង់1ភាគ2នៃប្រាសាទមានក្បាច់រង្វាស់ដែលលម្អទៅដោយក្បាច់ផ្កាហើយមានស្លឹកឈើតូចៗដែលញឹកដូចធ្មេញរណាហើយរង្វាស់ដែលមានរាងដូចជាចិញ្ចៀនដែលរង្វាស់នេះមានទំហំប៉ុនៗគ្នាក្បាលសសរពេជ្រមានក្បាច់រង្វាស់ញឹកនិងមានលម្អទៅដោយក្បាច់ពងត្រី
និងក្បាច់ស្លឹកឈើញឹកដូចធ្មេញរណាផងដែរបើយើងក្រឡេកទៅមើលផ្នែកកណ្ដាលដែលលម្អទៅដោយក្បាច់ពេជ្រជ្រុងឬហៅមួយទៀតថាក្បាច់ផ្កាកញ្ចក់កញ្ច័ននៅក្បាច់ពេជ្រជ្រុងលម្អទៅដោយក្បាច់ត្របកឈូកហើយនៅលើក្បាច់ត្របកឈូកមានក្បាច់ពងត្រីនិងកម្រងក្បាច់ស្លឹកឈើមានសភាពតូចៗល្អិតៗដូចទៅនឹងធ្មេញរណាផងដែរចំពោះជើងសសរគឺក្បាច់រង្វាន់ដែលលម្អទៅដោយក្បាច់ស្លឹកឈើតូចៗញឹកដូចធ្មេញរណាដូចគ្នាហើយនៅខាងក្រោមបំផុតមានលម្អទៅដោយមេដៃសសរផ្អោបសសរនេះលម្អទៅដោយកម្រងស្លឹកផ្កាឈូកនិងនៅចំណុចកណ្ដាលមានលម្អទៅដោយត្របកឈូកទ្រស្លឹកដូចដែលខ្ញុំបានរៀបរាប់ខាងលើរួចមកហើយថាសសរពេជ្រនិងសសរផ្អោបមានលក្ខណៈដាច់ដោយឡែកពីគ្នានេះហើយដែលធ្វើឲ្យទម្រង់ប្រាសាទមិនមានលក្ខណៈរឹងមាំឡើយសម្រាប់រឿងព្រេងកថាដែលអ្នកភូមិនិយមដំណើរតគ្នាអំពីការកសាងប្រាសាទភ្នំជីសូរគឺមានប្រវត្តិដូចតទៅកាលពីដើមឡើយមានព្រះមហាក្សត្រមួយអង្គព្រះនាមសូរិយាទេវសាសោយរាជយូរអង្វែងណាស់មកហើយទ្រង់ក៏បានសាងសង់រាជដំណាក់នៅក្បែរជើងភ្នំមួយដែលសពថ្ងៃគឺជាភ្នំជីសូរនេះឯងពេលដែលទ្រង់បានសាងសង់រាជដំណាក់នេះចប់ព្រះអង្គក៏បានធ្វើពិធីមួយគឺជាពិធីសម្រាប់បុត្ររបស់ទ្រង់ហើយក្នុងពិធីនោះក៏ព្រះអង្គបាននិមន្តអញ្ជើញព្រាហ្មណ៍នៅក្នុងសាសនាចូលរួមផងដែរដើម្បីផ្ដល់ជាពរទៅដល់បុត្ររបស់ទ្រង់ពេលនោះក៏មានព្រាហ្មណ៍ម្នាក់ចូលទៅឲ្យព្រះពរក្រោយគេដោយមានបើសេចក្តីពរ3ប្រការទី1ពរសូមឲ្យកម្លាំងដោយស្រមោចទី2សូមឲ្យមានទិដ្ឋិដូចខ្មោចនិងទី3សូមឲ្យមានចិត្តមោះមុតដូចមនុស្សស្រីក្រោយពីសន្តាប់ឃ្លានេះចប់ព្រះអង្គទ្រង់ក៏បានក្រោធនឹងព្រាហ្មណ៍យ៉ាងខ្លាំងមួយរំពេចនោះប៉ុន្តែព្រះព្រាហ្មណ៍ក៏បានសំណាញាតធ្វើពិសោធន៍ក្នុងការថ្វាយព្រះអង្គឲ្យយកសិនពីព្រោះព្រះមហាក្សត្រទ្រង់ក៏បានប្រប្រទានទៅតាមសេចក្តីសមរបស់ព្រះដំបងទ្រង់ពោឲ្យមានកម្លាំងដោយស្រមោចព្រាហ្មណ៍បង្គាប់ឲ្យគេធ្វើរូបដែកមួយប៉ុនខ្លួនរបស់មនុស្សហើយហៅមនុស្សម្នាក់ឲ្យមកលើករូបដែកនេះលបងមើលប៉ុន្តែលើកមិនរួចព្រាហ្មណ៍បានយកម្ជុលមួយប៉ុនខ្លួនស្រមោចមកដាក់ជ្រលក់នឹងទឹកឃ្មុំរួចឲ្យស្រមោចមករោមពេលនោះស្រមោចក៏បានពំម្ជុលនោះទៅបាត់ព្រាហ្មណ៍ក្រាបបង្គំទូលព្រះមហាក្សត្រនេះហើយជាកម្លាំងដោយស្រមោចសម្រាប់ពរទី2មានឫទ្ធិដូចខ្មោចព្រាហ្មណ៍បានឲ្យគេយកខ្មោចស្លាប់ទាំង7យ៉ាងគឺមានដូចជាខ្មោចស្លាប់សម្រាប់កូនខ្មោចស្លាប់ដោយសារពោះចឹកខ្មោចទៅ3វត្តស្លាប់ដោយរន្ទះបានស្លាប់ដោយសារគេដេញកាប់ស្លាប់ដោយសារលងទឹកស្លាប់ដោយសារចងកហើយយកខ្មោចទាំង7ហ្នឹងយកទៅកប់ឆ្ងាយពីភូមិស្រុកនិងយកផ្ដិលល្អៗទៅដាក់នៅតាមភ្នូរមួយរបស់សពព្រាហ្មណ៍ក៏បានប្រើអាមាត្យណាម្នាក់ដែលចង់បានផ្ដិលប្រាក់ដែលកប់នោះឲ្យទៅជីកចូលចោះពេលនោះគ្មាននរណាម្នាក់ហ៊ានទៅយកផ្ដិលប្រាក់នោះទេត្រង់នេះហើយដែលព្រាហ្មណ៍ក្រាបទូលព្រះរាជាថានេះហើយដែលហៅថាមហិទ្ធិឫទ្ធិរបស់ខ្មោចសម្រាប់ពរទី3ដែលថាមានចិត្តដូចមនុស្សស្រីនោះព្រាហ្មណ៍ក៏ប្រតិចារក៏បានពិសោធន៍ដ៏វែងឆ្ងាយដូចតទៅដំបងហៅបរិះកំសត់ម្នាក់ឲ្យមកនិយាយមើលសប្តាហ៍ថ្ងៃនេះអ្នកឯងកំសត់តោកយ៉ាងណាបើខ្ញុំបង្គាប់ឲ្យអ្នកឯងសម្លាប់ប្រពន្ធរបស់អ្នកឯងចោលក្នុងរយៈពេល3ថ្ងៃខ្ញុំនឹងតែងតាំងអ្នកធ្វើជាមន្ត្រីធំតើអ្នកសុខចិត្តដែរឬទេបរិះនោះសិនចឹងគិតមួយសន្ទុះរួចក៏ងើបឆ្លើយថាខ្ញុំមិនអាចធ្វើបានទេព្រោះភរិយារបស់ខ្ញុំបានរួមសុខទុក្ខកំសត់កំរោជាមួយគ្នាយូរមកហើយខ្ញុំមិនងាយបំភ្លេចសេចក្តីកំសត់នេះបានទេហើយមួយវិញទៀតភរិយារបស់ខ្ញុំក៏ជាមនុស្សស្រីតែងតែទន់ភ្លន់ជានិច្ចដូច្នេះហើយបានជារោគដាច់ចិត្តសម្រាប់នាងមិនកើតឬសួរឆ្លើយដូច្នេះព្រាហ្មណ៍ក៏ឲ្យបរិះនោះត្រឡប់ទៅផ្ទះវិញថ្ងៃបន្ទាប់ព្រាហ្មណ៍ក៏ឲ្យអាមាត្យទៅហៅនាងជាភរិយាមកសួរម្ដងនាងនោះមកដល់ព្រាហ្មណ៍ក៏បានសួរថាណែនាងប្តីនាងជាមនុស្សក្រណាស់អនាគតរបស់នាងក៏ពុំមានសង្ឃឹមអ្វីដែរដូច្នេះខ្ញុំសូមស្នើស្ងាត់ជាមួយនឹងនាងថាបើនាងហ៊ានសម្លាប់ប្តីរបស់នាងក្នុងរយៈពេល3ថ្ងៃ
ខ្ញុំនឹងលើកនាងជាប្រពន្ធពេញយសហើយខ្ញុំនឹងប្រគល់ដាក់ដៃនាងនៅទ្រព្យសម្បត្តិដែលមានតម្លៃទាំងអស់នាងស្រីនោះនៅស្គីមួយសន្ទុះពុំចេញស្ដីសោះព្រាហ្មណ៍ព្រឹទ្ធាចារ្យក៏អនុញ្ញាតឲ្យនាងយកទៅផ្ទះដេកគិតមួយថ្ងៃសិនចោះចាំដល់ថ្ងៃស្អែកសឹមមកប្រាប់ចម្លើយវិញនាងស្រីក៏បានលាចេញទៅលុះដល់ថ្ងៃស្អែកត្រឡប់មកនាំចម្លើយវិញនាងក៏ឆ្លើយជំរាបព្រាហ្មណ៍នៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រថាខ្ញុំព្រមធ្វើទៅតាមលោកពីព្រោះខ្ញុំគ្មានសង្ឃឹមនៅលើប្តីខ្ញុំទៀតទេបើរកស៊ីនេសាទត្រីយ៉ាងនេះគ្រាន់តែនាងនិយាយចប់ភ្លាមព្រាហ្មណ៍ព្រឹទ្ធាចារ្យក៏ងាកបែរយ៉ាងប្រញាប់ទៅក្រាបទូលព្រះរាជាមួយរំពេចក្រាបទូលនេះហៅជាបន្ទូលដែលទូលព្រះបង្គំក្រាបទូលថាមានចិត្តមុំមុតដូចមនុស្សព្រះមហាក្សត្រការបើព្រះអង្គបានយកសពគ្រប់បន្ទាល់តាមពាក្យព្រមព្រឹទ្ធាចារ្យរួចរាល់ព្រះអង្គក៏តម្កល់ព្រាហ្មណ៍នោះជាអ្នកប្រាជ្ញធំហើយប្រទានពរទៅតាមសេចក្តីប្រាថ្នាពេលនោះព្រាហ្មណ៍ក៏សូមព្រះអង្គអនុញ្ញាតសាងសង់អាស្រមបទសម្រាប់ពួកព្រាហ្មណ៍ឲ្យស្ដុកស្ដំនៅលើកំពូលភ្នំដែលជាប់ទៅនឹងព្រះរាជនិវេសរបស់ស្ថានរបស់ទ្រង់ដោយចង់តបស្នងសងគុណព្រាហ្មណ៍នេះផងព្រះអង្គក៏ទ្រង់ប្រោះព្រះរាជនុញ្ញាតតាមបំណងរបស់ព្រាហ្មណ៍ហើយក៏បានតាំងជាព្រះគ្រូនៃរាជបុត្រាតរៀងទៅសម្រាប់សេចក្តីសន្និដ្ឋានគឺយើងបានដឹងហើយថាប្រាសាទភ្នំជីសូរគឺកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី1និងសាងសង់បើហើយដោយព្រះបាទសូរ្យវរ្ម័នទី2ហើយប្រាសាទនេះគឺសាងសង់ឡើងដើម្បីឧទ្ទិសទៅដល់ព្រះឥសូរប្រាសាទភ្នំជីសូរគឺកសាងឡើងបែបមុខទៅខាងកើតហើយសម្រាប់បច្ចនាបថវិញបើតាមការយើងសង្កេតមើលទៅលើផ្តែរគឺយើងឃើញមានស្ថិតនៅក្នុងរចនាបថឃ្លាំងដោយយើងសង្កេតមើលទៅនឹងមកនៅក្នុងផ្តែរដែលមានលក្ខណៈអត់មានបបេមាត់ខាងក្រោមបើសិនជាវាមានបបេមាត់ខាងក្រោមវាស្ថិតនៅក្នុងរចនាបថបើព្រួនតែគ្រប់ផ្តែរនៃក្នុងប្រាសាទភ្នំជីសូរភាគច្រើនគឺអត់មានបបេមាត់ខាងក្រោមដូច្នេះហើយទើបខ្ញុំអាចថាប្រាសាទភ្នំជីសូរស្ថិតនៅក្នុងរចនាបថឃ្លាំងមួយវិញទៀតសម្រាប់រឿងព្រេងដែលគេដំណើរតគ្នាអំពីការកសាងប្រាសាទភ្នំជីសូរអ្វីត្បិតតែវាមានទីតាំងភូមិសាស្ត្រច្បាស់លាស់អំពីការកកើតប្រាសាទនេះក៏ដោយក៏វាមិនមែនជាតតាំងមួយដែលបញ្ជាក់ទៅតាមសាច់រឿងព្រេងហ្នឹងថាជារឿងពិតដោយសារពីសម័យកាលទៅមកសម័យកាលអ្នកនិយាយតែនិយាយបំភ្លើសឬក៏បន្ថយអញ្ចឹងធ្វើឲ្យបាត់ភាពដើមនៃទម្រង់សាច់រឿងព្រេងតែអ្វីដែលយើងគួរតែសិក្សាឲ្យបានច្បាស់លាស់គឺយើងគួរតែសិក្សាទៅតាមសាលាចរិតព្រោះវាបានបញ្ជាក់ពីទីកន្លែងច្បាស់លាស់និងនាមរបស់ស្ដេចដែលបានកសាងប្រាសាទនេះឡើងឆ្លងតាមការបកស្រាយអំពីវីដេអូខាងលើក្រុមរបស់យើងខ្ញុំដែលនិយាយទាក់ទងទៅនឹងប្រាសាទភ្នំជីសូរសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណនិងសូមជម្រាបលា